និមិត្តសញ្ញាវប្បធម៌ទាំង5របស់កូរ៉េនិមិត្តសញ្ញាជាតិបង្ហាញពីអត្តសញ្ញាណនិងវប្បធម៌របស់ប្រទេសមួយហើយលើកកម្ពស់អារម្មណ៍នៃភាពជាកម្មសិទ្ធិនិងការឯកភាពគ្នាក្នុងចំណោមប្រជាជនរបស់ខ្លួនវាដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងនិងកំណត់អត្តសញ្ញាណប្រទេសនៅក្នុងសហគមន៍អន្តរជាតិវាក៏បម្រើជាមធ្យោបាយនៃការលើកកម្ពស់ស្នេហាជាតិនិងការឆ្លងនៅប្រវត្តិសាស្ត្រនិងប្រពៃណីផងដែរដើម្បីស្វែងយល់ពីអត្តសញ្ញាណនិងវប្បធម៌របស់កូរ៉េពេលនេះយើងនឹងនាំគ្នាទៅតាមដានអំពីការណែនាំនិមិត្តសញ្ញាវប្បធម៌ទាំង5របស់កូរ៉េជាមួយគ្នាកឹមជុលជាខ្សែពួរត្បាញដោយចម្បាំងវាត្រូវបានប្រើដើម្បីដាក់កម្រិតការចូលទៅក្នុងផ្ទះរបស់អ្នកខាងក្រៅនិងដើម្បីបង្ហាញថាវាជាកន្លែងពិសិដ្ឋកឹមជុលជាធម្មតាត្រូវព្យួរទុកប្រហែល21ថ្ងៃទៅ1ខែបន្ទាប់ពីទារកកើតជាប្រពៃណីកឹមជុលត្រូវបានគេចងនៅមុខទ្វារផ្ទះដើម្បីការពារទារកនិងម្ដាយពីរឿងអពមង្គលឬវិញ្ញាណអាក្រក់ពីខាងក្រៅសម្រាប់គ្រួសារដែលកើតបានកូនប្រុសគេត្រូវចងខ្សែនេះដោយមានដាក់ម្ទេសក្រហមធ្យូងនិងស្លឹកស្រល់ម្ទេសត្រូវបានគេចាត់ទុកថាជាសញ្ញាតំណាងនៃភេទរបស់ក្មេងប្រុសពណ៌ក្រហមជាពណ៌ដែលការពារពីថាមពលអាក្រក់ធ្យូងវាមានអត្ថន័យនៃការទប់ស្កាត់វិញ្ញាណអាក្រក់និងការសម្អាតផ្ទះស្លឹកស្រល់បៃតងតំណាងឲ្យអាយុវែងនិងកម្លាំងពេលកូនស្រីកើតមកវាជាទម្លាប់ក្នុងការព្យួរតែធ្យូងនិងស្លឹកស្រល់ទំនៀមទម្លាប់ទាំងនេះឆ្លុះបញ្ចាំងពីការបែងចែក gender នៅក្នុងសង្គមប្រពៃណីដូច្នេះតាមរយៈខ្សែនេះអ្នកជិតខាងនឹងអាចទទួលដំណឹងថាគ្រួសារនោះកើតបានកូនប្រុសឬកូនស្រីផងដែរថូកេប៊ីគឺជាសត្វអរូបីដ៏មានឥទ្ធិពលនៅក្នុងវប្បធម៌ប្រពៃណីកូរ៉េហើយត្រូវបានគេចាត់ទុកថាជាសត្វអាថ៌កំបាំងដែលឆ្លងកាត់ព្រំដែនរវាងពិភពធម្មជាតិនិងមនុស្សពួកគេមានពីរផ្នែកក្នុងការជួយឬធ្វើទារុណកម្មមនុស្សអាក្រក់ហើយជារឿយៗវាលេចចេញនៅក្នុងរឿងទេវកថារឿងព្រេងនិទាននិងជំនឿរបស់ប្រជាជនកូរ៉េវាក៏ត្រូវបានពិពណ៌នាថាជាសត្វដែលនាំសំណាងឬទ្រព្យសម្បត្តិផងដែរថ្មីត្បិតតែថូកេប៊ីនៅក្នុងគំនូរនិងចម្លាក់មានមុខមាត់ហាក់បីដូចជាយក្សដ៏គួរឲ្យខ្លាចប៉ុន្តែនៅក្នុងរឿងភាគមួយរបស់កូរ៉េដែលដាក់ចំណងជើងថា Togepi Goblin សម្ដែងដោយលោកគង់យូដែលជាតួឯកប្រុសនោះបែរជាមានរូបរាងសង្ហាធ្វើឲ្យទទួលបានការចាប់អារម្មណ៍និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពីជុំវិញពិភពលោក Gadball ឬវាលភក់សមុទ្រវាលភក់សមុទ្រគឺជាប្រព័ន្ធអេកូធម្មជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកូរ៉េហើយជាជម្រកសម្រាប់ជីវិតសត្វសមុទ្រជាច្រើនប្រភេទជាពិសេសភក់ត្រូវបានគេដឹងថាជាកន្លែងសម្រាកដ៏សំខាន់សម្រាប់សត្វស្លាបចំណាក់ស្រុកជាច្រើនលើសពីនេះវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រពៃណីរបស់ប្រទេសកូរ៉េដោយផ្ដល់នូវធនធានសំខាន់ៗសម្រាប់ការនេសាទនិងកសិកម្មតំបន់វាលភក់ខ្លះថែមទាំងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ផងដែរដូច្នេះហើយវាលភក់សមុទ្រនេះគឺជានិមិត្តសញ្ញារបស់ប្រទេសកូរ៉េដែលប្រៀបបានទៅនឹងឃ្លាំងស្តុកធនធានធម្មជាតិដ៏សំខាន់ផ្សារភ្ជាប់ទៅនឹងវប្បធម៌ប្រពៃណីយិនសិនជាឱសថបុរាណតំណាងឲ្យប្រទេសកូរ៉េហើយត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌កូរ៉េដែលមានប្រវត្តិតាំងពីយូរលង់មកហើយយិនសិនកូរ៉េមានគុណភាពល្អឥតខ្ចោះហើយប្រសិទ្ធភាពរបស់វាត្រូវបានទទួលស្គាល់ទូទាំងពិភពលោកជាពិសេសយិនសិនត្រូវបានគេដឹងថាអាចជួយស្ដារកម្លាំងរាងកាយនិងបង្កើនភាពស៊ាំធ្វើឲ្យវាក្លាយជាអាហារសុខភាពដ៏សំខាន់សម្រាប់ប្រជាជនកូរ៉េនៅប្រទេសកូរ៉េយិនសិនត្រូវបានគេប្រើប្រាស់ក្នុងទម្រង់ផ្សេងៗហើយវាត្រូវបានគេប្រើជាគ្រឿងផ្សំអាហារដែលអាចរកបានយ៉ាងងាយស្រួលក្នុងជីវិតប្រចាំថ្ងៃលើពីនេះយិនសិនកូរ៉េបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិនិងត្រូវបានគេស្គាល់ថាជាផលិតផលនាំចេញតំណាងរបស់ប្រទេសកូរ៉េផងដែរល្បែងយត់ណូរីគឺជាល្បែងប្រពៃណីរបស់ជនជាតិកូរ៉េដែលបង្កប់នូវនិមិត្តរូបនៃស្មារតីសហគមន៍កូរ៉េនិងចំណងដ៏រីករាយវាតែងតែត្រូវបានលេងយ៉ាងសប្បាយជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិនៅថ្ងៃឈប់សម្រាកដូចជាបុណ្យចូលឆ្នាំថ្មីលើពីនេះល្បែងយត់ណូរីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌កសិកម្មរបស់ប្រទេសកូរ៉េដោយសារតែយត់ដែលប្រើក្នុងល្បែងនេះគឺមានន័យទាក់ទងទៅនឹងការភ្ជួរស្រែដែលជាឧបករណ៍សំខាន់សម្រាប់ការធ្វើកសិកម្មហើយវាបានបង្កប់នូវអត្ថន័យនៃការជូនពរឲ្យមានការប្រមូលផលល្អនិងបរិបូរណ៍ផងដែរសរុបជារួមនិមិត្តសញ្ញាទាំងនេះតំណាងឲ្យទិដ្ឋភាពផ្សេងៗនៃវប្បធម៌កូរ៉េតាំងពីទំនៀមទម្លាប់ប្រពៃណីរហូតដល់ជំនឿដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងការយល់ឃើញរបស់ប្រជាជនកូរ៉េ